ថ្ងៃនេះខ្ញុំនឹងចំណាយពេលវេលារបស់ខ្ញុំមួយថ្ងៃពេញនៅកាហ្វេតែម្ដងដើម្បីធ្វើការមើលមេរៀនត្រៀមប្រឡង Final បញ្ចប់ឆ្នាំទី2ចង់ដឹងថាខ្ញុំធ្វើ challenge មួយនេះបានជោគជ័យដែរឬទេហើយខ្ញុំអាចនៅកាហ្វេមួយថ្ងៃពេញបានដែរឬអត់ទៅតាមដានសកម្មភាពរបស់ខ្ញុំទាំងអស់គ្នាថ្ងៃនេះខំឡើងតាំងពីម៉ោង 7 កន្លះដើម្បីទៅកាហ្វេទាំងដែលគ្រូមិនរៀនទាំងដែលអត់មានមករៀនគឺខ្ញុំត្រូវឡើងម៉ោង 7 កន្លះដើម្បីទៅកាហ្វេផងដែរគឺថាតស៊ូខ្លាំងមែនតើដូចតែបងប្អូនឃើញចឹងក្រោយឡើងមកទៅងូតទឹកបន្ទាប់ពីងូតទឹកមកលាបសាំងស្រីនលាបអីចង់ទៅយើងអត់ចេះលាបសាំងស្រីននៅបានហើយក៏បានរៀបចំកតាបរៀបចំអីដើម្បីទៅកាហ្វេបងប្អូនគ្នាថ្ងៃនេះទៅកាហ្វេទៀតហើយគឺថាទៅតាំងពីព្រឹកតែម្ដងដើម្បីធ្វើការមើលមេរៀនត្រៀមប្រឡងដូចគ្នាហើយ yes ខ្ញុំនឹងទៅចំណាយពេលនៅកាហ្វេឲ្យបានយូរខ្លាំងមែនខ្ញុំនឹងទៅកាហ្វេខ្ញុំទៅរកនំញ៉ាំដើម្បីទ្រពពោះសិនជាមួយនឹងកាហ្វេស្គាល់អូយនំឆៃអាំងពីរអូនេះឥឡូវខ្ញុំមកដល់កាហ្វេហើយគឺធុបកាហ្វេសន្ធមកថ្មីអូយអាយឡាតេអត់អាយឡាតេស្ករតិចមួយអត់មានទេបងគ្នាឥឡូវខ្ញុំបានកំងកាហ្វេរួចរាល់ហើយឥឡូវខ្ញុំដើរទៅលើសិនព្រោះឯងខ្ញុំចូលចិត្តអង្គុយនៅលើខាងតែហើយខ្ញុំមានអាមកធូបសន្ធថ្មីក៏មាន motivation ការរៀនសូឥឡូវយើងមានកន្លែងអង្គុយច្រើនពួកមករត់មករកកន្លែងអង្គុយស្លាចានេះឥឡូវខ្ញុំបានរកកន្លែងអង្គុយបានហើយមកពីខ្ញុំបានរកកន្លែងអង្គុយឃើញហើយខ្ញុំក៏បានយក iPad ក៏ដូចជា laptop របស់ខ្ញុំមករៀបចំលើតុដើម្បីរៀនដូចគ្នាកាហ្វេយើងបានហើយគាត់ហៅទៅយកអីទៅយកដល់គ្នា59បងបាទញ៉ាំនឹងបងអរគុណច្រើនបងសូលើយើងបានកាហ្វេហើយព្រោះឡើងអត់អីអត់ទេណាខ្ញុំអត់កាហ្វេណាអត់កាទេសុខតោះទៅរៀនដល់ហើយហ្នឹងហើយដូចតែបងប្អូនមកគ្នាបានមើលវីដេអូខ្ញុំមុនចឹងដោយសារតែខ្ញុំចិត្តប្រឡង final មែនតើគឺថាខ្ញុំប្រឡង final ថ្ងៃ30ថ្ងៃ1ហើយមុខវិជ្ជាខ្ញុំត្រូវប្រឡងគឺ4មុខវិជ្ជាមាន probability differential VBO ដូចជាគីមីវិទ្យាហើយខ្ញុំមកកាហ្វេហ្នឹងមិនមែនមកថ្ងៃទី1ទេគឺខ្ញុំមកបាន 4-5 ថ្ងៃដែរដោយសារតែនៅតែវាចាស់យើងរៀននេះចឹងយើងបានហើយចឹងយើងមកកាហ្វេទៅយើងមានថាបណ្ដោតការលើរៀនបានខ្ពស់ដូចគ្នា so yes ចឹងខ្ញុំក៏សម្រេចចិត្តថាខ្ញុំមកកាហ្វេសម្រាប់ថ្ងៃនេះថ្ងៃសៅរ៍ទេយ៉ាមកកាហ្វេទាំងព្រឹកឡើយរត់ដងអត់ឡើងអង្គុយច្រើនពេកចឹងថ្ងៃហ្នឹងមកលើនឹងមួយរត់ឡើងអង្គុយអូខេឥឡូវយើងធ្វើការចាប់ផ្ដើមមួយមេរៀនរបស់យើងអរគ្នាជាមួយនឹងកាហ្វេហើយនឹងចេកយ៉ាហើយ favorite របស់ខ្ញុំគឺអាយឡាតេស្ករតិចហ្នឹងឯងទៅធូបឆ្ងាញ់ខ្លាំងតែបោះស្អីមួយជាតិមកមែនពេលប្រត់ Oh my god យើងកាហ្វេឆ្ងាញ់ខ្លាំងមែនទេខ្ញុំមកអង្គុយកាហ្វេថាឈៀលយកមកហើយខ្ញុំមកដែរមានគ្នាកម្រយមានគ្នាខ្លាំងមែនទេនិយាយទៅសុំមិនអត់គ្នាសុំមិនណែឯងយកមកទៅហឹងមកនឹងណែឯងទេតែខ្ញុំមកដល់កាហ្វេណែឈៀលស្លាប់យកមកតោះចាប់ដើមការរៀនរបស់យើងអស់គ្នាហើយសន្យាខ្ញុំនឹងឆ្លៀតថតពេលរៀនជួនបងប្អូនគ្នាទៅសង្កេតតែមកសរុបចោលអាចហ្នឹងហើយស្ដាប់ខ្ញុំនិយាយទៅហ្នឹងហើយបងប្អូនទាំងអស់គ្នាទាំងអស់នេះគឺជាសកម្មភាពដែលខ្ញុំរៀនគឺថាបើកមកចូល Note Plus ហើយក៏យើងក៏បានបើកមេរៀនមើលក៏ដូចជាអង្គុយមើលលោកគ្រូបង្រៀនផងដែរនៅក្នុង app នៅក្នុង YouTube អីចឹងទៅដូចជានៅក្នុង Telegram ក៏ដូចជាយើងយកមកពីឯកសារផ្សេងដែលលោកគ្រូបានបង្រៀនយើងពីមុនមកហើយខ្ញុំក៏មានធីមរៀនគួរអីចឹងទៅគាត់ក៏តម្លាក់ឲ្យនៅការបង្រៀនរបស់លោកគ្រូការកែលម្អអីចឹងទៅអញ្ចឹងយើងក៏បានពីអានឹងបន្ថែមទៀតដូចគ្នាហើយខ្ញុំចូលតុបទឹកខ្ញុំក៏បានលើកដៃ3មានន័យថានៅសល់តែ3ថ្ងៃទៀតទេដល់ថ្ងៃប្រឡង final មែនតើហើយខ្ញុំចាប់ដើមស្លន់ខ្លាំងមែនតើហើយ2ថ្ងៃហ្នឹងខ្ញុំបុកមើលតែមួយមុខទេគឺខ្ញុំបុកមើលតែគុយដេតែប៉ុណ្ណោះចំណែក pro បាគីមី VBO អត់តបានមើលតែទេបងប្អូនទាំងអស់គ្នាធីមយើងពីណាគេចេះជួយប្រាប់ខ្ញុំផងឆ្នាំទី2ដូចគ្នាសំឡងគ្នាយើងឆ្នាំទី2បងប្អូនទាំងអស់គ្នាហើយក្នុងវីដេអូហ្នឹងគឺអត់មានសកម្មភាពតទេ
ទេដោយសារតែពេលថ្ងៃខ្ញុំមានការរវល់បន្ទាន់ដូច្នេះហើយឆលាំងដែលខ្ញុំកម្រងនៅកាហ្វេមួយថ្ងៃគឺមិនជោគជ័យទេអរគុណដូចគ្នាទៅកាន់ Red បងនិស្សិត Techno គ្នាយើងទាំងឆ្នាំទី2ទាំងឆ្នាំទី3ទាំងឆ្នាំទី4ប្រឡងហើយត្រូវការដើរលេងកុំភ្លេចកក់សំបុត្រឡាននៅក្នុង app Red ទៅគឺជា app មួយសម្រាប់កក់សំបុត្រឡានទៅកាន់25ខេត្តក្រុងប៉ុន្តែលើនេះ Red បានបន្ថែមមុខងារថ្មីមួយគឺ Red សម្រាប់កក់សំបុត្រទុកទៅកាន់កោះរ៉ុងបងប្អូនទាំងអស់គ្នាគ្រាន់តែចូលមកកាន់ app Red ឬបងប្អូនទាំងអស់គ្នាជ្រើសរើសថ្ងៃដែលបងប្អូនចង់ទៅឬបងប្អូនចុចស្វែងរកទូកបន្ទាប់ពីបងប្អូនចុចស្វែងរកទូកហើយបងប្អូននឹងឃើញមានទូកជាច្រើនសម្រាប់បងប្អូនទាំងអស់គ្នានៅក្នុង app Red មានជម្រើសទូកច្រើនខ្លាំងមែនទែនសម្រាប់បងប្អូនទាំងអស់គ្នាមានមិនថាទូកធំទូកលឿននេះមានទាំងអស់តែម្ដងហើយជាពិសេសមានជម្រើសម៉ោងច្រើនខ្លាំងមែនទែនសម្រាប់បងប្អូនទាំងអស់គ្នាបន្ទាប់មកបងប្អូនគ្រាន់តែបំពេញ Gmail និងបែបបទមួយចំនួននៅក្នុង app ជាការស្រេចបន្តមកទៀតដល់វគ្គ Pay លុយគឺថា Pay លុយនៅក្នុង app Red ងាយស្រួលខ្លាំងមែនទែនសម្រាប់បងប្អូនទាំងអស់គ្នាបងប្អូនអាច Pay តាមរយៈ ABS QR Code Wing Bank ក៏ដូចជា Visa Card ផងដែរហើយទីពិសេសនៅក្នុង app Red មានច្រើន promotion ខ្លាំងមែនទែនសម្រាប់បងប្អូនទាំងអស់គ្នាបងប្អូនទាំងអស់គ្នាគ្រាន់តែប្រើ promo code Red Trip បងប្អូននឹងទទួលបានការបញ្ចុះតម្លៃចំនួន$2និងតម្លៃបបួលចំនួន$4នៅក្នុងកណនីផ្ទាល់របស់បងប្អូនទាំងអស់គ្នាចង់ប្រសិនបើបងប្អូនទាំងអស់គ្នាមានដំណើរកម្សាន្តទៅកាន់កោះរ៉ុងបងប្អូនទាំងអស់គ្នាកុំភ្លេច app Red អាចជួយបងប្អូនបានគ្រប់ពេលវេលា